ជំនាញផ្ទះអើយបើកូនចៅមានធ្វើអីខុសទាស់កុំប្រកែប្រកាន់អីគូចុះវាស្អីឯងម៉ែអាចារ្យអាមនុស្សកំពុងតែងួយដេកផងសូមជូនរឿងព្រាយដើមចេកនៅតាមស្រុកស្រែនិគមជនបទដាច់ស្រយាលក្នុងតំបន់ដែលមិនទាន់មានការអភិវឌ្ឍមួយក្នុងកំឡុងឆ្នាំ1986ដោយសារតែប្រទេសយើងទើបតែបញ្ចប់របបដ៏ខ្មៅងងឹតដែលប្រជាជនខ្មែរទូទាំងប្រទេសមិនអាចបំភ្លេចបាននោះគឺសម័យប៉ុលពតនៅក្នុងភូមិចាស់មួយដែលមិនសូវមានមនុស្សរស់នៅនោះទេដែលជាហេតុធ្វើឲ្យអ្នកភូមិសង់ផ្ទះនៅទីនេះមួយទីនោះមួយឆ្ងាយដាច់ពីគ្នាវេលាប្រហែលម៉ោង 6 កន្លះល្ងាចក្រោយបាយល្ងាចរួចពូចកអង្គុយជក់បារីស្លឹកសង្កែនិងកំពុងមើលទៅគុំជ័យក្បែរផ្ទះរបស់គាត់ដោយចិត្តងឿងឆ្ងល់ផងរួចនិយាយឡើងថាហើយចុះអាដើមចេកនេះវាយ៉ាងម៉េចវានេះមកល្ងាចហើយគិតទៅយល់ទៅយល់មកហើយមានខ្យល់មកពីណាឲ្យហប់ឈឹងនោះពូចកឆ្ងល់បណ្ដើររអ៊ូម្នាក់ឯងបណ្ដើរមួយសន្ទុះក្រោយមកមីខុំដែលជាប្រពន្ធក៏បានហៅប្តីពីលើផ្ទះមកថានេះអាចារ្យណាឯងឡើងមកជួយមើលអាចារ្យបន្តិចទៅមើលខ្ញុំលួងវាមកល្ងាចទៅហើយនេះវាមិនព្រមបាត់យំសោះរករឿងចម្លែកណាថ្ងៃហ្នឹងក្រែងវាស្ក្តៅស្អុះស្អាប់វាទៅដឹងម៉ែវាឯងមើលយកវាមកក្រៅបន្ទប់មកមើលរកតែឯងអង្គុយសង់ទីម៉ងបន្តិចមិនបានសោះហ្មងនេះរអ៊ូបន្តិចពូចកក៏ក្រោកឡើងនិងបានឡើងទៅលើផ្ទះជួយមើលអាចារ្យដែលកំពុងតែយំម៉ែវាឯងមើលងូតទឹកឲ្យអាចារ្យបន្តិចទៅឲ្យវាត្រជាក់ខ្លួនទៅហើយលួងវាបាត់យំទៅឬចាស់ថាក្មេងតកាលណាយំយប់ខ្លាំងអញ្ចឹងមិនល្អទេក្រោយនិយាយរួចពូចកក៏បានដើរទៅអុជធូបនៅកន្លែងជំនាញផ្ទះណែជំនាញផ្ទះអើយបើកូនចៅមានធ្វើអីខុសទាស់កុំប្រកែប្រកាន់អីហើយបើមានពួកអមនុស្សណាដែលវាចង់មកប្រឡែងយីជាមួយកូនក្មេងនេះស្ដីវាចេញពីឆ្ងាយក្រៅផ្ទះទៅរំលងទៅដល់អត្រាតយប់ជ្រៅពេលដែលគ្រប់គ្នាកំពុងតែដេកលក់មីងខំគាត់ចង់ងើបទៅបត់ជើងតូចបំរុងនឹងបើកភ្នែកអង្គុយទៅហើយគាត់បានចោលភ្នែកទៅមើលមាត់ទ្វារផ្ទះស្រាប់តែគាត់បានឃើញព្រាយមួយដែលមានសម្លៀកបំពាក់ពណ៌ខៀវខ្ចីភ្នែកក្រហមថ្លាចង្កូតវែងកំពុងសម្លឹងមើលមកពួកគេមីងខំភ័យយ៉ាងខ្លាំងស្រែកហៅប្តីអូយអាវាគូចុះវាស្អីឯងម៉ែអាចារ្យអាមនុស្សកំពុងតែងួយដេកផងមីងខំគាំងថ្មឹងនិយាយអ្វីមិនចេញដោយគ្រាន់តែចង្អុលទៅកាន់មាត់ទ្វាររីឯពូចកខំសម្លឹងទៅកាន់ទ្វារគ្មានឃើញអ្វីសោះក្រៅពីឃើញដើមចេកដែលកំពុងតែរេរាំតាមខ្យល់នៅខាងក្រៅមីងខំមើលម្ដងទៀតទើបឃើញដើមចេកពិតមែនហើយគាត់គិតថាគាត់ប្រហែលជាស្រវាញ់ភ្នែកពិតមែនហើយអ្នកទាំងអស់គ្នាក៏បានដេកទៅវិញទៅប៉ុន្មានថ្ងៃក្រោយមកដល់វេនពូចកជាអ្នកជួបរឿងហេតុចម្លែកម្ដងដោយថ្ងៃមួយគាត់កំពុងអង្គុយមុខផ្ទះជក់បារីដូចសពមួយដងតែភ្នែករបស់គាត់មិនដែលឃ្លាតឆ្ងាយចេញពីដើមចេកនោះទេអញថាហើយថាវាមិនដែលដើមចេកឯណាចេះយកខ្លួនឯងទាំងដែលគ្មានខ្យល់នោះទេ
តាមពិតទៅពូចកគាត់មានអារម្មណ៍មិនស្រួលជាមួយដើមចេកនោះតាំងពីយូរមកហើយគាត់និយាយឡើងមុននេះព្រោះគាត់បានឃើញនាងព្រាយដែលកំពុងតែតោងដើមចេកយល់ចុះឡើងដាំក្បាលចុះមកក្រោមព្រាយនោះវាមិនខ្លាចពូចកសោះឡើយចំណែកឯពូចកគាត់ជាទាហានជើងចាស់ដែលមានបទពិសោធន៍ឆ្លងកាត់រឿងច្រើនរាប់មិនអស់ត្រឹមព្រាយកញ្ចាស់មួយមិនបានធ្វើឲ្យពូចកព្រឺប៉ុនសរសៃសក់ឡើយពូចកបានទាញយកពូថៅដែលនៅក្រោមគ្រែទុកសម្រាប់កាប់អុសចង្អុលទៅកាន់ដើមចេកបែបកំឡាលេងថាឯងនៅដោយឯងអញនៅតាមអញតែហ៊ានបំពេញប្រយ័ត្នអញកាប់ដើមចេកនឹងចោលអស់កន្លែងនៅនាងព្រាយឮពូចកនិយាយហើយវាកាន់តែសើចបែបចំអកដាក់ពូចកខ្លាំងឡើងរួចក៏រលាយចូលទៅក្នុងភាពងងឹតនៃស្បៃរាត្រីបាត់ទៅពូចកក៏ឈប់និយាយហើយឡើងទៅសម្រាកនៅលើផ្ទះនៅល្ងាចមួយពេលដែលកំពុងហូបបាយពូចកបាននឹកឃើញពីថ្ងៃមុនដែលមីងខំទុះឡើងស្រែកហៅគាត់ទាំងកណ្ដាលយប់ហើយក៏សួរមីងខំថាចុះថ្ងៃមុនដែលម៉ែវាឯងស្រែកទាំងកណ្ដាលយប់នោះតើម៉ែវាឯងឃើញអីមែនទេយប់នោះណាឪវាខ្ញុំនេះថាឡើងទៅនោមតែស្រាប់តែខ្ញុំក្រោកមកឃើញនៅមាត់ទ្វារយើងដូចជាមានស្អីទេឪវាស្ទង់ខៀវសក់វែងភ្នែកធំលៀនថ្លែពេលដែលខ្ញុំហៅឪវាឯងហើយបែរទៅវិញស្រាប់តែបាត់ឈឹងឃើញតែដើមចេកដែលនៅឈរយកឡើងតាមខ្យល់ខ្ញុំគិតថាប្រហែលជាខ្ញុំទៅវាំងភ្នែកហើយណាមួយយកងងឹតផងណាឪវាពូចកបានស្ដាប់ដំណើររឿងនេះហើយគាត់មិននិយាយស្ដីអ្វីនោះទេក្រែងប្រពន្ធខ្លាចលុះហូបបាយរួចគាត់ក៏អង្គុយជក់បារីម្នាក់ឯងនៅមាត់ទ្វារ